បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះគឺ Channel សៅស៊ីមបានមានរឿងមួយទៀតហើយបាទគឺរឿងនេះគឺរឿងតាក់ទងជាមួយនឹងលោកអ៊ំប្រុសម្នាក់ដែលគាត់ឈ្មោះក្រិចបាទតែគាត់ជាអ្នករៀនស្បែកគង់ហើយចំនួនដែលគាត់រៀនគឺគាត់មានក្រុមមានគ្នាគាត់ចឹងទៅមានជាក្រុមចឹងទៅការដែលចំនួនគាត់រៀនហ្នឹងគឺជាសម័យយូរដែរបងប្អូនអើយយូរហើយតាំងចំនួនហ្នឹងគឺខ្ញុំនៅក្មេងប៉ុន្តែឮលោកយាយលោកតាខ្ញុំគាត់ប្រាប់ថាលោកតាក្រិចហ្នឹងគឺគាត់ចេះខាងស្បែកគង់កាប់មិនមុតដុតមិនឆេះដោយចំនួនហ្នឹងគឺគាត់ដូចថាជាអ្នកមកដំរីអីចឹងណាអញ្ចឹងលោកតាខ្ញុំក៏បានប្រាប់រៀបរាប់ប្រាប់ខ្ញុំថាលោកតាក្រិចហ្នឹងគឺគាត់ខ្លាំងហើយចំនួនហ្នឹងគឺគាត់ចេះជំនាញខាងមុនអាគមអ៊ំអាមនឹងស្បែកគង់ហ្នឹងគឺគាត់រៀនជាក្រុមរបស់គាត់ដោយមានដំណំមានអីជាច្រើនហើយគាត់រៀនហ្នឹងគឺតាមអ៊ំចាស់ក្នុងភូមិនឹងដូចជាលោកតារបស់ខ្ញុំគាត់ប្រាប់គាត់ថាគាត់ទៅរៀនគឺគាត់មានគ្នាជាក្រុមគាត់ហ្នឹងគឺមានកន្លែងគេមួយដូចថាជាតពាំងឬក៏ជាថ្លុកអីមួយអញ្ចឹងគឺគាត់ទៅនៅនឹងរយៈពេលប្រហែលខែប្រហែលឆ្នាំកំណត់អញ្ចឹងណាហើយគេក៏ចាប់ផ្ដើមក្រុមគាត់ហ្នឹងក៏ចាប់ផ្ដើមដូចថាគេមានថ្នាំសង្កូវគេសម្រាប់យកទៅដាក់ត្រាំនៅក្នុងតពាំងទឹកឬក៏ក្នុងថ្លុកហ្នឹងអញ្ចឹងទៅហើយគឺអត់ឲ្យចេញទៅណាគឺឲ្យហូបនៅហ្នឹងចុកជុះនៅហ្នឹងអញ្ចឹងទៅហើយគាត់មានវិធីសាស្ត្រផ្សេងទៀតក្នុងការគេថាស្បែកគង់មានបល័យអូមអាមអីទៀតអញ្ចឹងក៏ដិតដំណំមិនឲ្យចេញមកណាទេដល់តែគាត់រៀនចប់បានគាត់ចេញមកខាងក្រៅវិញហើយចំនួនហ្នឹងគឺអ្នកដែលរៀនស្បែកគង់អញ្ចឹងគឺពួកគាត់ដូចថាមានអំណាចខ្លាំងជាដំរីបាទគឺពួកគាត់បើថាចង់ចុះទៅតំបន់ណាមួយដូចថាផ្ទះណាដែលមានកូនកំមុំស្អាតអញ្ចឹងដែលស្រឡាញ់អញ្ចឹងគឺពួកគាត់ទៅចុះទៅហ្នឹងគឺដូចថាគាត់ទៅថ្វាយគុំម៉ែក្មេងទៅលើកដាក់ខ្នងដំរីអាហ្នឹងតាមឮសូលោកតាលោកយាយខ្ញុំគាត់តែនិយាយប្រាប់ថាទាំងចំនួនហ្នឹងជីដំរីមកដល់វាយគុំពោតលើកដាក់លើខ្នងដំរីហ្មងអញ្ចឹងហើយខាងស្រីក៏គាត់ដូចថាយំអញ្ចឹងណាគាត់អត់ពេញចិត្តប៉ុន្តែដឹងធ្វើម៉េចដូចថាអូបើធ្វើម៉េចបើវានេះអញ្ចឹងហើយគេខ្លាចគេអញ្ចឹងណាអញ្ចឹងក៏ចេះតែព្រមតាមអញ្ចឹងមកបាទហើយចំនួនហ្នឹងគឺមានដាវមានអីអញ្ចឹងណាដាវវែងហ្នឹងហើយខ្មៅដូចថាកាប់អត់មុតទេស្បែកគាត់ឬគាត់ថាខ្មៅខ្ញុំក៏ធ្លាប់ឃើញគាត់ដែរតែថាហ្នឹងខ្ញុំគឺនៅដូចថាមិនសូវជាធំប្រហែលទេដល់ល្មមដែរអញ្ចឹងណាទៅទូចល្មមដែរទេឃើញគាត់ប៉ុន្តែគាត់ថាតន់គាត់គឺក្នុងអំឡុងពេលដែលគាត់ដូចថាបានគាត់ស្លាប់ហើយដូចថាគាត់ឈឺគាត់ចាស់ជរាអញ្ចឹងណាប៉ុន្តែស្បែកគាត់គឺដូចស្បែកដំរីអញ្ចឹងបងប្អូនដូចថាបើសឹងថាកាប់គឺអត់មុតដល់ឆេះប៉ុន្តែអ្នកក្នុងភូមិដូចជាតាយាយខ្ញុំក៏គាត់ប្រាប់ដែរថាក្រិចហ្នឹងគឺគាត់ចេះមកដំរីហើយនឹងចេះស្បែកគង់គាត់ខាងចាប់ដំរីតាក់ដំរីអីចឹងទៅអញ្ចឹងគឺគាត់ទៅរៀនដូចថាបល័យនឹងអាគមអ៊ំអាមអស់ហ្នឹងហើយបើគាត់អាចធ្វើអីបានអញ្ចឹងទៅប៉ុន្តែគាត់ថាចាស់ចំនួនហ្នឹងគឺគាត់អញ្ចឹងមែនប៉ុន្តែគាត់មិនដូចថាមិនដូចសម័យឥឡូវទេបាទគឺគាត់ចេះដូចថាអញ្ចឹងហើយគឺបើសិនជាគាត់យកដូចថាស្វែងគុំយកកូនមុំគេដាក់ក្នុងអមេរិកគឺគាត់យកហើយបាទគឺគាត់យកឲ្យអត់ដូចក្មេងសម័យឥឡូវមានបញ្ហាពុបអាងតលេងនេះបាទហើយក៏ប្រវត្តិគាត់រៀនស្បែកគង់ហ្នឹងគឺដូចថាមិនធម្មតាគឺមិនគួរឲ្យជឿបាទអញ្ចឹងបានថាស្បែកគង់កាប់មិនមុតដុតមិនឆេះគឺពិតជាមានមែនបងប្អូនគេថាកាប់មិនមុតដុតមិនឆេះបាទគឺពិតជាមានមែនអញ្ចឹងនៅនេះហ្នឹងគឺភរិយារបស់គាត់ហ្នឹងគឺឈ្មោះអ៊ំអ៊ីបាទហើយពួកគាត់នឹងបានស្លាប់អស់ហើយបងប្អូនអើយហ្នឹងហើយតែគាត់ណាដូចថារឿងនេះគឺខ្ញុំបានដឹងពីតារបស់ខ្ញុំក៏ដូចជាលោកយាយអីអញ្ចឹងណាគាត់ប្រាប់ថាអ៊ំក្រិចហ្នឹងគឺគាត់ចេះខាងវិជាស្បែកគង់នឹងឯងហើយកាប់មិនមុតដុតមិនឆេះអានេះការដាក់ដូចស្បែកគាត់អីគឺមែនហើយក្នុងអំឡុងពេលដែលគាត់លាចាកលោកហ្នឹងគឺខ្ញុំតន់គាត់គេបូជាសពគាត់អញ្ចឹងណាហើយអញ្ចឹងទៅគឺដូចថាគាត់មានគ្រូមានអីកាន់អញ្ចឹងទៅពេលដែលបូជាសពគាត់ហ្នឹងគឺអត់
mình đôi tham mình so chẳng nào còn nấu thơm nấu trao chẳng á chẳng ấy cổ chả khi chấm nữa thà và sân chỉ còn buổi chiều mình chế đôi tham miền kru miền yuan than ấy cà pi luôn còn chẳng rồi xa còn riêng nôm bừa cùng mình chẳng tàu chẳng cứ thôi buổi chiều còn trẻ thì chẳng cứ miền Việt thi xa muối khi tôi vô slack cần đầu đồ slack cần đầu lắm cứ có sầm bọ với các bạn này bạn khi vô mó cứ ốp cách đó ở lụa trà ốp cách đó cứ ai đừng trẻ cái đó là pin dân đấu pu nhóm vẫn còn thầu chỉ con trắng này còn tôi vô sầm bọ cần đầu lắm cứ có slack nữa vô một đại có lại cha cái dân đó đã vô ban bô chia còn sọ ở tàu trong ban tha rương đi cứ chụp rương pin ha men đôi tha ở không ai dân vì muốn cứ khả năng đôi tha riêng khẳng cùng ám cứ khăng mình tên bằng bồn bạn con cha bằng bồn bạn rướng miền bản năng bạn con bạn chuẩn bị lia bằng bồn bạn complex chui subscribe đừng cho rụp sinh nhà cần đăng mối đầm bay nhóm miền cầm lăng check trong cái video bên to tiệt bạn con chuẩn bị lia